បូរោះអាស៊ីអាយុ32ឆ្នាំរស់នៅទីក្រុង Phila រដ្ឋ Pennsylvania ឈ្មោះ Yu Yan Ren បានបាញ់សម្លាប់អតីតសង្សារក្រោយពីនាងបានចែកផ្លូវជាមួយគេបានមួយថ្ងៃជនរងគ្រោះដែលជាអតីតសង្សារនោះឈ្មោះ Yan Liu អាយុ28ឆ្នាំករណីបាញ់សម្លាប់នេះគឺបានប្រព្រឹត្តឡើងក្នុងវេលាម៉ោង 1 កន្លះយប់ព្រឹកលើថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026លើផ្លូវ Outlook Lane ភូមិ Levittown Bristol Township Bucks County រដ្ឋ Pennsylvania អតីតគូសង្សារពីរនេះពីមុនមកធ្លាប់រស់នៅជាមួយគ្នានៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania មួយថ្ងៃមុនករណីបាញ់សម្លាប់នេះកើតឡើងនារីរងគ្រោះបានទៅប៉ុស្តិ៍ប៉ូលីសផ្ដល់របាយការណ៍ថាបុរសដែលជាសង្សារចាស់របស់ខ្លួននេះបានបំពានមកលើរាងកាយរបស់នាងតែមិនបានដាក់ពាក្យបណ្ដឹងប្តឹងថ្កោលទោសនោះទេបន្ទាប់មកទៀតនៅពេលដែលសង្សារនោះចេញទៅធ្វើការនាងក៏បានប្លុកលេខទូរស័ព្ទសង្សារនោះហើយឆ្លៀតឱកាសរត់ចេញពីផ្ទះដែលពួកគេធ្លាប់រស់នៅជាមួយគ្នាឯទីក្រុង Phila ពោះមកភូមិ Levittown នៅរដ្ឋ Pennsylvania តែមិនយូរប៉ុន្មានសង្សារនោះក៏បានបើកឡានតាមពីក្រោយហើយកាមេរ៉ាសុវត្ថិភាពនេះក៏បានថតបាននៅសកម្មភាពនារីរងគ្រោះបើកឡាន SUV ពណ៌សតាមពីក្រោយដោយឡាន Lexus Sedan ពណ៌ទឹកប្រាក់របស់សង្សារចាស់ដែលជាខ្មាន់កាំភ្លើងមិនយូរប៉ុន្មាននារីរងគ្រោះនេះក៏ត្រូវខ្មាន់កាំភ្លើងដែលជាសង្សារចាស់បាញ់មួយគ្រាប់ត្រូវនឹងក្បាលធ្វើឲ្យនាងស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេចភ្នែកនៅក្នុងឡានបន្ទាប់មកបរិះដែលជាខ្មាន់កាំភ្លើងត្រូវជាសង្សារចាស់របស់នារីរងគ្រោះនេះក៏បានដើរចូលទៅក្នុងប៉ុស្តិ៍ប៉ូលីស Bristol Township ដើម្បីប្រគល់ខ្លួនជូនអាជ្ញាធរហើយក៏បានផ្ដល់របាយការណ៍ជូនដល់អាជ្ញាធរថាខ្លួនមិនបានមានចេតនាចង់បាញ់សម្លាប់អតីតសង្សារនោះទេប៉ុន្តែពេលដែលរឿងហេតុនោះកើតឡើងដោយព្រោះតែសង្សារចាស់របស់ខ្លួននោះបាននិយាយពាក្យដ៏ចាក់ដោតមកលើរូបគេដែលធ្វើឲ្យគេមានការឈឺចាប់ហើយថែមទាំងយកឆ្មាឆ្កែរបស់ពួកគេជាមួយគ្នាយកមកជាមួយពេលនោះហើយគេក៏បានដកកំភ្លើងខ្លីពីចង្កេះខោក្នុងគោលបំណងគ្រាន់តែចង់បន្លាចនាងតែប៉ុណ្ណោះកាប់កំភ្លើងក៏បានបាញ់ចេញមកនេះគឺជាពាក្យចម្លើយពីខ្មាន់កំភ្លើងដែលជាសង្សារចាស់របស់នារីរងគ្រោះដែលបានផ្ដល់ជូនទៅអាជ្ញាធរក្រោយពេលដែលគេបានប្រគល់ខ្លួនជូនអាជ្ញាធរនៅក្នុងប៉ុស្តិ៍ប៉ូលីសរីឯកំភ្លើងដែលបានបាញ់សម្លាប់នារីរងគ្រោះនោះគឺជាកំភ្លើង9 mm របស់ខ្មាន់កំភ្លើងដែលទិញដោយស្របច្បាប់ក្រោយពេលនារីរងគ្រោះបានសម្រេចចិត្តរត់ចេញពីផ្ទះដែលខ្លួនធ្លាប់រស់នៅជាមួយបុរសដែលខ្លួនធ្លាប់ស្រឡាញ់ហើយធ្លាប់សាងទ្រនំស្នេហ៍ជាមួយនោះដែលក្រោយមកបានធ្វើបាបនាងធ្វើឲ្យនាងទ្រាំលែងបានក៏ជំរុញចិត្តនាងឲ្យផ្ដាច់ចេញពីស្នេហ៍ដ៏ឈឺចាប់មួយនេះគិតថានាងបានគេចផុតពីទុក្ខមករកបាននៅក្តីសុខតែស្មានមិនដល់គោលបំណងរបស់នាងដើម្បីស្វែងរកក្តីសុខនេះត្រូវបុរសដែលខ្លួនធ្លាប់ស្រឡាញ់ប្រឡ័យជីវិតនាងយ៉ាងខូខើយ៉ាងព្រៃផ្សៃធ្វើឲ្យនាងស្លាប់យ៉ាងអណោចអធមនិងយ៉ាងកំសត់ជាទីបំផុតនាងខ្ញុំលីនដាវីពីសហរដ្ឋអាមេរិក